ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូពីអំពីការចែករំលែកតាក់ទងជាមួយនឹងការគ្រប់គ្រងថ្នាក់រៀនទៅលើការបង្រៀនអនឡាញដែលខ្ញុំបាទហូយធីរីជាគ្រូឧទ្ទេសនៃវិទ្យាស្ថានគ្រូកសាលកំពង់ចាមនឹងចែករំលែកតាក់ទងជាមួយនឹងកម្មវិធីមួយដែលដើម្បីធ្វើការគ្រប់គ្រងថ្នាក់រៀនអនឡាញគឺកម្មវិធី Google Sheet បាទអញ្ចឹងយើងចូលទៅតែម្ដងហើយខ្ញុំនឹងបង្ហាញបទពិសោធន៍ដែលខ្ញុំបានធ្វើហើយខ្ញុំគិតថាវាល្អសម្រាប់លោកគ្រូអ្នកគ្រូបាទដោយសារខ្ញុំយល់ថាខ្លួនឯងធ្វើនឹងទៅវាងាយស្រួលវាអាចគ្រប់គ្រងថ្នាក់រៀនអនឡាញដែលមានសិស្សចំនួនមិនថាច្រើនឬមិនថាតិចទេសម្រាប់ការបង្រៀនមនុស្សពេញវ័យគឺលោកគ្រូអ្នកគ្រូអាចយកគំនិតនេះទៅពិចារណាហើយបើសិនជាគិតថាគំនិតនេះវាមិនសមស្របទេក៏លោកគ្រូអ្នកគ្រូជ្រើសរើសជំរើសដែលលោកគ្រូអ្នកគ្រូធ្លាប់ធ្វើចាស់ហើយបើសិនជាគិតថាជំរើសដែលខ្ញុំបង្ហាញនឹងចែករំលែកនេះវាអាចជួយជំនួយដល់ការគ្រប់គ្រងថ្នាក់រៀនសម្រាប់លោកគ្រូអ្នកគ្រូចំពោះការបង្រៀនមនុស្សពេញវ័យអញ្ចឹងលោកគ្រូអ្នកគ្រូក៏អាចដកស្រង់បទពិសោធន៍នេះយកទៅដើម្បីគ្រប់គ្រងថ្នាក់រៀនរបស់លោកគ្រូអ្នកគ្រូឲ្យបានជោគជ័យដូចគ្នាបាទអញ្ចឹងនៅពេលដែលយើងបើកកម្មវិធីជ្រោមបាទនេះខ្ញុំកំពុងតែបើកកម្មវិធីជ្រោមនៅក្នុងនេះយើងទៅចូលទៅក្នុងនេះចំណុចរាយ9នេះបាទគេដាក់ថា Google App ហ្នឹងហើយខ្ញុំជ្រើសរើសយក Google Drive បាទអញ្ចឹងខ្ញុំចុចចូល Google Drive មកបន្តមកទៀតខ្ញុំសូមបង្ហាញបទពិសោធន៍ដែលខ្ញុំបានគ្រប់គ្រងថ្នាក់រៀនបាទសម្រាប់គ្រូបង្រៀនជាប់កិច្ចព្រមព្រៀងបរិញ្ញាបត្រ1បាទនេះគឺជាថ្នាក់1ថ្នាក់ O01 ដែលមានអ្នកសិក្សារហូតទៅដល់បាទសូមវាដំណើរការបន្តិចរហូតទៅដល់213នាក់បាទ213នាក់ក្នុងបញ្ជីផ្លូវការនេះបាទអញ្ចឹងខ្ញុំបានដាក់ពិន្ទុដាក់អីឲ្យគាត់អញ្ចឹងណាដូចតែលោកគ្រូអ្នកគ្រូនិងអ្នកទស្សនាបានកំពុងតែមើលនេះបាទមានពិន្ទុបាទមានគំរូល្អបាទគំរូល្អនេះអ្នកសិក្សាគ្រាន់តែថតជារូបភាពមួយសន្លឹកបាទនេះដូចខ្ញុំឧទាហរណ៍ដូចជាអ្នកសិក្សាម្នាក់នេះបាទអញ្ចឹងនៅពេលដែលគាត់បាទខ្ញុំចុចម្ដងទៀតខ្ញុំចុចអត់ត្រូវកន្លែងបាទចុចត្រូវកន្លែងបានវាឃើញបានវាអាច view ឲ្យយើងបាទនេះគឺអ្នកសិក្សាម្នាក់ដែលគាត់បានអ៊ីនធឺណិតរៀងដើរ slow តិចបាទនេះគាត់ថតនៅកន្លែងគាត់បរៀនបាទគាត់ជិះពាក់មួកសង្គ្រោះជីវិតបាទដាក់ hashtag របស់យើងគឺពាក់មួកសង្គ្រោះជីវិតហើយគាត់ថតមកប៉ុស្តិ៍ចឹងមកគឺគាត់ទទួលបាន10ពិន្ទុឯងតាក់ទងជាមួយនឹងគំរូល្អដែលខ្ញុំបានបង្ហាញដល់គាត់បាទនេះមួយអញ្ចឹងsorry ខ្ញុំសូមត្រឡប់ទៅវិញអូខេច្រឡំបិទបើក close នេះទៅក៏ច្រឡំអញ្ចឹងខ្ញុំសូមចូលទៅម្ដងទៀតអញ្ចឹងយើងបាទអ៊ីនធឺណិតថ្ងៃនេះជាពិបាកបន្តិចបាទហ្នឹងការប្រើប្រាស់តាមអនឡាញបើសិនជាអ៊ីនធឺណិតយើងពិបាកដូចខ្ញុំកំពុងតែធ្វើអញ្ចឹងដោយសារតែខ្ញុំថតអេក្រង់អញ្ចឹងមាន function មួយគឺបាំងកន្លែងខ្ញុំចុចមិញដល់ពេលបាំងកន្លែងខ្ញុំចុចទៅធ្វើឲ្យវាបិទផ្ទាំងមិញដូចខ្ញុំបានបង្ហាញលោកគ្រូអ្នកគ្រូនិងអ្នកទស្សនាទាំងអស់គ្នាបាទអញ្ចឹងខ្ញុំសូមបើកម្ដងទៀតបាទនេះអញ្ចឹងនៅពេលដែលយើងចូលតារាយដំបូងគឺគេឲ្យវានឹងអូតូមកចូល home ហើយ home ហ្នឹងវានឹងបញ្ជាក់អំពីកម្មវិធីណាដែលយើងឧស្សាហ៍បើកឬក៏ជាកម្មវិធីដែលយើងបើកចុងក្រោយអញ្ចឹងកម្មវិធីទាំងអស់នេះក្នុងថ្នាក់ទាំងអស់នេះគឺខ្ញុំជាកម្មវិធីដែលខ្ញុំបើកចុងក្រោយបាទយើងមានច្រើនទៀតអ្នកស៊ីមមានច្រើនទៀតអញ្ចឹងវាមានរូបភាពបែបហ្នឹងអញ្ចឹងខ្ញុំសូមបើកថ្នាក់រៀនដែលមិញហ្នឹងច្រើនឥឡូវខ្ញុំបើកថ្នាក់រៀនដែលតិចបាទគឺថ្នាក់រៀនដែលតិចមែនតើសិស្សតិចក៏យើងងាយស្រួលគ្រប់គ្រងដែរក៏ប៉ុន្តែសិស្សច្រើនយើងពិបាកមែនតែបើសិនជាយើងបង្កើតឲ្យមានភាពងាយស្រួលដូចខ្ញុំបានកំពុងតែចែករំលែកជូនទៅដល់លោកគ្រូអ្នកគ្រូក៏ដូចជាអ្នកកំពុងតែទស្សនានេះក៏វាអាចជំនួយបាទខ្លះទៅដល់លោកគ្រូអ្នកគ្រូដែរអញ្ចឹងដូចគ្នាខ្ញុំធ្វើគំរូរបៀបធ្វើនឹងដូចគ្នាបាទនេះគឺសម្រាប់នេះអក្សរ B ជួឈរនេះខ្ញុំកំពុងដាក់ cursor លើនេះគឺគាត់បំពេញទាំងអស់បាទគឺគាត់អ្នកបំពេញអ្នកសិក្សាខ្លួនឯងបំពេញហើយនេះជួឈរ F នេះគឺខ្ញុំអ្នកបំពេញឲ្យគាត់បាទដែលខ្ញុំ copy តាម Google Form បាទដែលខ្ញុំឲ្យគាត់ប្រឡងបាទអញ្ចឹងខ្ញុំយកគេហៅតែលេខរៀនផ្លូវការនេះបាទនេះលេខរៀនផ្លូវការ
ហើយនេះគឺសកម្មភាពរៀនចេះសកម្មភាពរៀននៅពេលដែលខ្ញុំសួរគាត់ចូលរួមសកម្មភាពខ្ញុំតែងតែកត់បាទនេះដូចជាខឿនសុកកេងនេះគាត់ចូលបាន4ដងហើយចំណែកខឹមវិរុទ្ធនេះគាត់ចូលបាន6ដងគាត់ចូលឆ្លើយឆ្លងអញ្ចឹងអ្នកអត់ចូលខ្ញុំហៅអត់លឺខ្ញុំដាក់0បាទនេះ0គឺមានន័យថាខ្ញុំដកបន្ទុកគាត់ហើយដកបន្ទុកស្រាវជ្រាវរបស់គាត់1បន្ទុកបាទ0ម្ដង1បន្ទុក0 2ដងគឺដក0ដក2បន្ទុកបាទសម្រាប់អ្នកដែលបានឆ្លើយដល់6ដងខ្ញុំថែមគាត់6បន្ទុកចំពោះសកម្មភាពសិក្សាអញ្ចឹងនេះខ្ញុំហាយខ្ញុំបើកឲ្យលោកគ្រូអ្នកគ្រូនិងអ្នកទស្សនាបានមើលនេះគឺជាបន្ទុកដែលគាត់ប្រឡងបាទនេះបន្ទុកប្រឡងបានហើយបន្ទុកនេះគឺបន្ទុក40%បាទខ្ញុំដាក់30%ដែលសារតែ10%ទៅនៅកន្លែង C នេះបាទអញ្ចឹងបន្ទុកនេះគឺបន្ទុកសរុបនៅ X នេះគឺបន្ទុក 100% សម្រាប់គាត់គឺ 100% ក្នុង 40% ដែលខ្ញុំបានយកពីកម្មវិធីសិក្សាលម្អិតដែលបានបញ្ជាក់ក្នុងការវិតម្លៃសម្រាប់ការសិក្សារបស់ពួកគាត់អញ្ចឹងវត្តមានបាន10បន្ទុកអញ្ចឹងគាត់មករៀនគាត់ចុះវត្តមាននៅលើអនឡាញបានគ្រប់ចំនួនយើងជូនគាត់10បន្ទុកបាទត្រីមាសបាន20បន្ទុកអញ្ចឹងត្រីមាសសម្រាប់ខ្ញុំឬក៏សកម្មភាពសិក្សាសម្រាប់ខ្ញុំគឺខ្ញុំនឹងដាក់នៅក្នុងនេះរបាយការណ៍បាទអញ្ចឹងអ្នកសិក្សាទាំងអស់ត្រូវដាក់របាយការណ៍ឲ្យខ្ញុំបាទនេះខ្ញុំចុចមកបាទរបាយការណ៍អ្នកសិក្សាម្នាក់នេះបាទអញ្ចឹងគាត់ធ្វើបាន15សប្តាហ៍ហើយក្នុង15សប្តាហ៍នឹងទៀតសោតក្នុង15សប្តាហ៍នឹងទៀតសោតគឺគាត់មាន link បាទនេះគឺ link ស្វ័យសិក្សារបស់គាត់ទៀតបាទអញ្ចឹងគាត់មើលស្វ័យសិក្សាតាមសប្តាហ៍នីមួយៗដែលយើងបាន upload ដែលយើងបាន insert link កិច្ចការដែលយើងណែនាំបានឲ្យគាត់បាទអញ្ចឹងគាត់ដាក់ឲ្យយើងពិនិត្យមើលតាមនឹងបាទអូខេអញ្ចឹងថងនេះគឺគាត់បំពេញទាំងអស់នេះបាទគឺភេទថ្ងៃខែឆ្នាំកំណើតបាននៅសាលាណាដែលគាត់បរៀនហើយនេះលេខទូរស័ព្ទដែលគាត់បំពេញខ្លួនឯងអានេះគឺជាកិច្ចការដែលគាត់អាប់ឡូតឲ្យខ្ញុំបាទអញ្ចឹងក្នុងសប្តាហ៍នីមួយៗយើងមានកិច្ចការអីគឺគាត់អ្នកសិក្សានឹងអាប់ឡូតឲ្យតាមការណែនាំរបស់យើងបាទនេះគឺគាត់អាប់ឡូតវីដេអូចូលមកឲ្យយើងបាទអញ្ចឹងមកបាទយើងដើររៀងនេះតិចព្រោះយើងតាក់ទងមួយវីដេអូវារៀងយើងត្រូវ process វិញតិចសិនបាទអញ្ចឹងខ្ញុំសូមទៅបន្តទៀតហើយនេះគឺជាសប្តាហ៍បាទនេះក៏ប្រធានថ្នាក់បាទខ្ញុំឲ្យប្រធានថ្នាក់គាត់អ្នកស្រង់បាទពួកគាត់អ្នកបង្កើត link ខ្ញុំបរៀនគាត់ឲ្យគាត់ចេះបង្កើត link Google Form ដើម្បីចុះវត្តមានបាទអញ្ចឹងគាត់ពេលដែលបាន result មកគាត់ដាក់ result ជា Google Sheet ព្រោះវានឹង verify ទៅជាទៅ Google Sheet ឲ្យអូតូតែម្ដងពេលដែលយើងបង្កើត Google Form ឲ្យទៅអ្នកបំពេញបាទនេះគឺគាត់បានធ្វើសម្រាប់ប្រធានថ្នាក់ឬក៏គណៈគ្រប់គ្រងថ្នាក់ដែលខ្ញុំដាក់ឲ្យហើយនេះដែលមាន link ពណ៌នេះបាទដែលដាក់ cursor ទៅឃើញ link ហ្នឹងគឺជាកិច្ចការដែលអ្នកសិក្សាដាក់ទាំងអស់ក្រៅពីកិច្ចការដែលខ្ញុំផ្ដល់ជូនដល់គាត់បុគ្គលអញ្ចឹងមានកិច្ចការងារក្រុមកិច្ចការស្រាវជ្រាវអីគឺយើងបានដាក់នៅនេះហើយនេះគឺវីដេអូដែលគាត់ថតពេលបង្រៀនបាទវីដេអូដែលគាត់ថតពេលបង្រៀនមាន link ខ្លះគាត់អាច link នេះគឺអាចថាគាត់បានលុបនៅក្នុងតារាយរបស់គាត់ឬក៏គាត់មូតារាយរបស់គាត់ចេញពីកន្លែងមួយទៅកន្លែងមួយអញ្ចឹងវាអត់ឃើញទេអញ្ចឹងនៅពេលដែលយើងមានបញ្ហាអញ្ចឹងយើងតាក់ទងទៅគាត់ទៅឲ្យគាត់ដាក់ link នឹងសារថ្មីបាទហើយនេះគឺជាឯកសារដែលខ្ញុំបន្តបណ្ដាលគាត់អញ្ចឹងនៅពេលដែលបង្ហាញខ្ញុំបង្ហាញសប្តាហ៍ទី1មានអីសប្តាហ៍ទី2មានអីគឺខ្ញុំដាក់ឲ្យគាត់អស់បាទដាក់គាត់អស់ចំនួន15សប្តាហ៍នេះសប្តាហ៍ចុងក្រោយគឺសប្តាហ៍ឆ្លុះបញ្ចាំងក្នុងនោះខ្ញុំមាន6សំណួរដើម្បីឆ្លុះបញ្ចាំងអ្វីដែលយើងបានរៀនបាទហើយនេះគឺសន្លឹកកិច្ចការបាទខាងនេះគឺឯកសារតាក់ទងមួយឯកសារអានខ្ញុំដាក់ជា folder ឲ្យគាត់តែម្ដងអញ្ចឹងយើងចូលមើលទៅពេលដែលយើងចូលមើលគឺ folder មាននេះមេរៀនសប្តាហ៍ទី1គឺទស្សនៈទូទៅនៃការអប់រំអីចឹងមកទស្សនៈទូទៅនៃការអប់រំនិងគ្រូកុសលនេះសន្លឹកកិច្ចការដែលគាត់ធ្វើនេះមេរៀនជា PDF ដែលគាត់ចូលមើលបានអញ្ចឹងខ្ញុំធ្វើបែបហ្នឹងសម្រាប់ខ្ញុំណាអញ្ចឹងឯកសារទាំងអស់ហ្នឹងអ្នកសិក្សាគឺអាចគឺចូលមើលបានចូលមើលបើកបានទាំងអស់បាទនេះគឺឯកសារគាំទ្រមេរៀនខ្ញុំមានជាគោលនយោបាយអប់រំគ្រូមានផែនទីអប់រំឆ្នាំ2030មានវិស័យអប់រំឆ្នាំ2030ជាដើមទៅយើងមានឯកសារផ្សេងទៀតយើងអាចដាក់បានក្រៅពីឯកសារក៏លោកគ្រូអ្នកគ្រូនិងអ្នកទស្សនាទាំងអស់អាចដាក់ជា link នៅក្នុង Facebook link នៅក្នុង YouTube បាទនិយាយរួមសំណុំឯកសារទាំង lain ណាឬវីដេអូទាំង lain ណា
ដែលបាន upload ចូលក្នុង internet ហើយយើងអាច copy link ឬក៏ URL បាទ URL ហ្នឹងដូចជា Google Scholar អីយើងមានឯកសារដែលតាក់ទងយើង copy URL នៅលើហ្នឹងទៅដែលយើងទៅសេថាវាអញ្ចឹងអីអញ្ចឹងមកអញ្ចឹងណាអានេះក្របខ័ណ្ឌកម្មវិធីសាស្ត្រសម្រាប់បន្តបណ្ដាលពួកគាត់នេះកម្មវិធីសាស្ត្រលម្អិតដែលគាត់មើលហើយនេះគឺប្រតិទិនសិក្សាដែលគាត់សិក្សាជាមួយខ្ញុំបាទអញ្ចឹងគាត់មើលប្រតិទិនសិក្សាអញ្ចឹងមួយផ្ទាំងនេះ Google Sheet មួយផ្ទាំងនេះគឺជាការគ្រប់គ្រងថ្នាក់រៀនមួយបាទដែលខ្ញុំបានរចនាមកសម្រាប់ឲ្យពួកគាត់មិនថាគាត់មិនបានចូលសិក្សានៅក្នុងពេលអនឡាញទេគាត់អាចមកស្វ័យសិក្សាខ្លួនឯងហើយនេះគាត់សុទ្ធតែអាចចូលមើលបើសិនឧទាហរណ៍ថាគាត់អត់បានមករៀនទេគាត់ត្រូវស្វ័យសិក្សាដើម្បី submit ឯកសារនឹងឲ្យខ្ញុំអញ្ចឹងគាត់ក៏ចូលមើលអ្នកផ្សេងទៅមើលរបាយការណ៍អ្នកផ្សេងគាត់មើលទៅស្វ័យសិក្សាខ្លួនឯងបញ្ចូលក្នុងរបាយការណ៍ព្រោះរបាយការណ៍ខ្ញុំបានណែនាំរបៀបគាត់ធ្វើអញ្ចឹងអ្នកទាំងអស់នេះគឺចូលធ្វើបានទាំងអស់គ្នាអត់មានពីណាអត់ចូលធ្វើអត់បានទេអញ្ចឹងខ្ញុំលើកទឹកចិត្តថាការរៀនបែប digital យើងត្រូវចែករំលែកឲ្យគាត់ខ្លះក្រៅពីមេរៀនដែលយើងបរៀនក៏យើងត្រូវឲ្យគាត់ចេះប្រើប្រាស់ digital ព្រោះក្នុងសម័យនេះហើយអញ្ចឹងនេះគឺជាការបង្ហាញវគ្គមួយសម្រាប់លោកគ្រូអ្នកគ្រូបាទយកទៅពិចារណាខ្ញុំនឹងធ្វើវីដេអូបន្តទៀតតាក់ទងជាមួយនឹងការបង្កើតបែបនេះគឺយើងបង្កើតបែបម៉េចបាទសូមអរគុណ